គឺធាក់នាងនឹងហើយនេះណែនាងតាំងដូចគ្នាគ្រានោះនាងបានក៏បានធាក់នាងតន់ធ្លាក់ចូលទឹកហូរបណ្ដាលឲ្យទឹកគួចទៅឆ្ងាយដូចគ្នាអើយជួយផងបងចង់ឲ្យអីល្អទេណាកុំរស់នៅវេទនាជាមួយបរិះនេះអីមិនឃើញថាគេបានក្បត់ឯងទេមែនទេក្បត់ក៏ក្បត់ទៅយ៉ាងម៉េចបងចង់ឲ្យខ្ញុំគ្មានប្តីដូចជាបងមែនទេមួយម៉ាត់ណាក៏ហៅប្អូនទៅមួយម៉ាត់ណាក៏មិនឲ្យយកយើងយ៉ាងម៉េចខ្លាចគេមិននៅព្រឺដូចជានាងមែនទេតិចដាក់មកដៃឥឡូវនឹងរឿងនាងមាននាងបាននៅក្នុងភូមិដែលមានមនុស្សរស់នៅកកមួយកន្លែងមានតាយាយពីរនាក់ល្បីថាមានចៅស្រីល្អនិងស្អាតដាច់គេចៅស្រីនោះមានឈ្មោះថានាងមាននិងនាងបាននៅផ្ទះតាដុំតាវាខ្ញុំគិតថាចៅយើងគួរតែដល់ពេលចូលមកលុបហើយខ្ញុំក៏គិតអញ្ចឹងដែរតែខ្ញុំចង់ធ្វើពិធីធំដុំអីពេកទេបើអញ្ចឹងរសៀលបន្តិចទៅជីកចេកមកដាំទៅណាតាវាបានចុះចៅតាណាអស់ហើយសង្ស័យតែនៅខាងក្រោយហើយចៅអើយចៅមានចៅបានហើយទៅណាអស់ហើយចៅឮសំឡេងលោកតាបែបនេះចៅទាំងពីរក៏បានដើរមកចាលោកតាចៅនៅទីនេះហើយចុយណាចៅបានចាលោកតាចៅក៏នៅទីនេះហើយចៅទាំងពីរតាគិតថារៀបចំពិធីឲ្យចៅចូលមកលុបហើយណាចៅត្រៀមខ្លួនឲ្យហើយទៅលោកតាហេតុអីក៏ត្រូវរៀបចំពិធីចូលមកលុបនោះពីព្រោះនេះជាប្រពៃណីដែលចៅត្រូវចូលមកលុបដើម្បីរៀនច្បាប់ស្រីបន្ទុំសម្រស់ថែស្បែកផងណាចៅចោះពេលណាទើបអាចចេញមកខាងក្រៅឲ្យអ្នកភូមិបានឃើញនោះលោកតាលោកយាយគឺតានឹងដាំចេកមួយដើមលុះចេកចេញទៅយោងនឹងផ្លែហើយនោះទើបចៅអាចចេញពីម្លប់វិញបានកេងចឹងសោះចៅយល់ហើយលោកតាលោកយាយបងស្រីពួកយើងមកជាមានចំណេះបូកផ្សំនឹងមានសម្រស់មិនខានទេរួចពីនោះចៅនឹងមានប្តីបើមានសំណាងចៅក៏មានប្តីជាមន្ត្រីអុកញ៉ាផងទៅទៀតដឹងដែរទេលោកយាយចៅអ៊ីនណាចាចៅត្រៀមឲ្យហើយទៅណាពីពេលនោះមកតាដុំក៏បានរៀបចំធ្វើពិធីចូលម្លប់មួយហើយក្រោយមកអ្នកភូមិក៏លែងបានឃើញនាងមាននិងនាងបាននៅក្រៅផ្ទះទៀតហើយនៅជិតផ្ទះតាដុំជេកគ្នាដូចចង់លួចមើលនាងមាននិងនាងបានណាវ៉ៃមែនហើយមុនចូលមកលុបស្អាតប៉ុណ្ណឹងទៅហើយរួចចោះតម្រាំចូលមកលុបទៀតដឹងជាស្អាតយ៉ាងណាទៅវ៉ៃឯងគិតដូចយើងទេនាងមាននិងនាងបានអាចចុះមកងូតទឹកកថាបានដែរពួកយើងលួចមើលត្មងទៅយើងក៏គិតអញ្ចឹងដែរតែប្រយ័ត្នផងណាវើយលោកតានោះកាចណាបើគាត់ឃើញអាសន្នមិនខានទេមកតាមយើងមកអញ្ចឹងយឺតមួយលបតាមគុំជ័យខាងក្រោយផ្ទះពូប្រាញ់ផងដែរក៏ក្បាលខូចមិនណយឡើយមើលចាស់គាត់បានលបមកគៀនគុំជ័យជាស្រេចមុននីចយនិងនីជ័យទៅទៀតអូនមានអូនបានចុះមកងូតទឹកមកពូចង់ឃើញណាស់ពូចាំអូនយូរហើយណាពើមាសហើយនីយប់នោះនីចយនិងនីជ័យក៏បានឃើញក្នុងពូប្រាញ់ពីក្រោយហើយនីជ័យក៏បានគិតថាចយឯងមើលនោះជាអូនបានឬក៏អូនមានវ៉ៃមើលនាងកំពុងទៅដប់កសែងគៀនគុំជែកហ្នឹងណាយើងចំណាំបាននោះជាកសែងអូនមានអូនបានច្បាស់ណាស់រាងកាយនេះណាបើមិនមែនអូនបានក៏ជាអូនមានដែរហក់អោបឲ្យជាប់ទៅអានេះនាងមុខចេញមកចាំពួកយើងដែរហើយពុទ្ធធោស្មានតែត្រឹមត្រូវតាមានណានាងក៏ចង់មានស្នេហាដែរហ្នឹងចាំកាលទៀតអានេះចាប់អោបឲ្យតកងយកទៅលឿនឡើងទៅបរោះទាំងពីរលុបតិចចូលមកទាំងមិនដឹងថានោះជាពូប្រាញ់ទេមើលចាស់
បរោះទាំងពីរបានចាប់ពូប្រញសែងហើយនឹងមានថើប3 4ខ្សឺនផងដែរ ស្អីគេហ៎ស្អីគេលេងយើងអ្នកណាគេហ្នឹងទេសំលេងដូចសំលេងមនុស្សប្រុសមិនមែនអូនមានអូនបានណាអាជេកស្អីគេណែកុំនិយាយតែប្រុសមុននេះយើងថើប3 4ខ្សឺនបាត់ទៅហើយដាក់អញចុះទៅអញជាពូប្រញទេអាជេកអាចយងាប់បាត់ហើយពូខ្ញុំស្មានតែអូនមានអូនបានតើខំទៅថើបអើយម៉ាស់គេមកចាប់ស្រីស្អាតបែរជាប៉ះប្រុសចាស់ទៅវិញហើយជាប្រុសដែលមានក្លិនក្លៀកទៀតអូយអញចង់តែក្អួតឲ្យអញអីក៏ដៀលបានម្លេះអានេះហើយពួកឯងមករកស្អីដែរកុំប្រាប់ថាមកលួចមើលអូនមានអូនបានងូតទឹកឲ្យសោះណាបាទមែនហើយពូចុះពូមិនខ្លាចមិញព្រាវដឹងទេអីឯងមិននិយាយនាងមិនដឹងទេហូចចុះពួកឯងមិនខ្លាចប្រពន្ធដឹងដែរទេអីប្រពន្ធខ្ញុំស្លូតនាងមិនដឹងទេខ្លាចតែពូទេតិចមិញព្រាវកាត់ចោលទៅបើដាច់ចប់ហើយប្រពន្ធអញមិនកាចដល់ម្លឹងទេម្យ៉ាងនាងខ្លាចយើងណាស់មិនហ៊ានក្អកជាមួយអញទេអានាងអើយស្លូតមែនក៏អីអាកាចាហ្នឹងហើយជាពិសេសមុខអាក្រក់មែនតែនាងខ្លាចប្តីណាស់អាចយឆាប់រត់ទៅអានេះបើនៅទៀតច្បាស់ជាងាប់ទាំងរស់ហើយឆាប់ទៅនេះចយនេះចេក្រឡេកឃើញមីងព្រាវក៏បានរត់គេចចេញចំណែកពូប្រញវិញនោះបានងាកមកក៏ត្រូវមួយដុំអាចគោតែម្ដងអើយនេះណែយកមួយដុំអាចគោទៅអាកាចាអាយ៉ាអូយល្ងិតមុខស្លុបហើយអញមុននេះថាអ្នកណាគេមុខអាក្រក់នោះគឺថាឲ្យខ្លួនឯងចោះថាអ្នកណាគេស្លូតខ្លាចឡើងញ័រនោះគឺថាឲ្យខ្លួនឯងហ្នឹងហើយចោះតើអ្នកណាគេខ្លាចប្តីគឺថាឲ្យខ្លួនឯងទេខ្ញុំមិនណាទៅហ៊ានថើយម៉ែវាឯងនោះម៉ែវាឯងលើកលែងខ្ញុំម្ដងទៅណាហើយมันលើកលែងទេអាប្រុសក្បាលខូចម្ដងនេះបើមិនដាច់ក្មេងតូចក៏បែកពងទាដែរវើយអាប្រុសខើខ្ញុំខ្លាចហើយអូយមិនបានទេតល់ទៅរត់បានរួចខ្លួនអញកំរត់ទោះទៅដល់ជើងមេឃក៏ឯងមិនរត់ខ្លួនដែរអាប្តីក្បាលខូចណែឈប់សិនថាឲ្យឈប់សិនភ្លាមវេលាចេះតែកន្លងទៅតាដប់នឹងយាយមឿនកាន់តែជរាហេតុនេះលោកទាំងពីរក៏បានហៅចៅមករួចផ្ដាយផ្ដាំថាចៅទាំងពីរបើអត់ពីតាហើយនឹងយាយឯងពួកឯងត្រូវចេះស្រឡាញ់គ្នាណាឮទេលោកតាលោកយាយមានប្រសាទដូចជាបានដឹងអ្វីអញ្ចឹងតាចាស់ណាស់តាហើយតាឲ្យតាហើយនឹងយាយរស់នៅយូរអង្វែងមិននឹងកើតនោះចៅស្រីទាំងពីរស្អាតណាស់បើគ្មានតាយាយប្រុសខលខូចនឹងចង់ធ្វើបាបហេតុនេះចៅត្រូវវៃឆ្លាតផងណាឮទេចាលោកយាយចៅដឹងហើយកុំយកសម្រស់ធ្វើឲ្យខ្លួនឯងលងនឹងខ្លួនឯងតែត្រូវមានចំណេះមានភាពវៃឆ្លាតចិត្តល្អនោះចៅនឹងបានជួបបរិះល្អមិនខានចាលោកយាយចៅដឹងហើយវេលាចេះតែកន្លងទៅមុខតាយាយកាន់តែចាស់កាន់តែជរាហេតុនេះពួកគាត់ក៏បានលាចាកលោកទៅមួយឆ្នាំក្រោយមកបងស្រីបងធ្វើអីហ្នឹងចាបងស្រីខ្ញុំកំពុងតែមើលមកខ្លួនឯងខ្ញុំគិតថាខ្លួនឯងពិតជាស្អាតពេកពន់ធ្ងន់ក្រៃណាស់មែនតាបងស្អាតណាស់មើលឲ្យបងមើលបន្តិចទៅមើលព្រះអើយទាំងសម្រស់ទាំងចំណេះសមនឹងខ្សែរាជវង្សណាខ្សែរាជវង្សមែនទេអត់ទេល្បីថាព្រះបុត្រាជ្រើសរើសច្រើនឆ្នាំទៀតណាបើបែបនោះខ្ញុំនឹងចាស់មិនខានទេបើបែបនោះអូនគិតបែបណាដែរគឺខ្ញុំនឹងមានស្នេហាក្នុងពេលនេះនោះអីបងស្រីថាម៉េចតើពេលនេះមែនទេតើបរិះនោះជាអ្នកណាទេ
នោះហើយគាត់កំពុងតែមកហើយសង្ហាពេកណាអូនបានបងចុយមិនតាន់លេងគ្នាដាច់ទេណាអូនចូលប្តីគេហើយណាបងនិយាយខុសហើយពួកគាត់មុខតែលេងគ្នាទេគ្រាន់តែមិនតាន់ដាច់ស្រេចហេតុនេះពួកខ្ញុំមិនខុសទេតែអូនបងគិតថាមិនសមទេតើបងចង់ឲ្យខ្ញុំបានប្តីក្រមែនទេបងមើលទៅមើលខ្ញុំស្អាតយ៉ាងនេះបើបានប្តីក្រវាគួរឲ្យស្ដាយពេកណាអើយតែអូនអើយបានហើយបងឈប់និយាយទៅបើបងចង់នៅព្រៅតែម្នាក់ឯងក៏នៅចោះណែត្រូវហើយមកវិញចាំខ្ញុំទិញសៀវភៅផ្ញើបងណាព្រោះបងចូលចិត្តអាននោះអីបងគិតថានាងមានគួរទៅរៀបការនឹងសភៅទៅព្រោះនាងមិនមើលប្រុសណាឃើញសោះក៏ត្រូវដែរបងគួរតែរៀបការនឹងសៀវភៅទៅចាំប្អូនទិញសៀវភៅមួយធ្វើជាប្តីណាបានហើយខ្ញុំទៅហើយណាបងស្រីនិយាយហើយនាងក៏បានចាក់ចេញទៅជាមួយនីចយចំណែកនាងមានក៏បាននិយាយថាតានេះជាប្អូនស្រីខ្ញុំមែនទេព្រោះតែសម្រស់ស្អាតធ្វើឲ្យប្អូនបដូរកិរិយាបែបនេះមែនទេនាងបានពិតជាបានស្រឡាញ់គ្នានឹងនីចយខ្លាំងឡើងព្រមទាំងបានរៀបការផងដែរចំណែកនាងមានវិញនោះគឺនៅតែទំនេរដដែលនៅផ្ទះនាងមានបងស្រីបងកំពុងធ្វើអីហ្នឹងបងកំពុងតែបុកល្មៀនហ្នឹងណាអូយព្រះអើយមិនក៏មុខបងបែបនេះអាក្រក់ណាស់បងស្រីតើបងមិនអាយងូតទឹកទេមែនទេតើបងគួរតែនិយាយថានេះជាសម្ដែងឬជាអ្វីដែលរងឥទ្ធិពលពីអ្នករស់នៅជាមួយទៅវិញនោះបងចង់មានន័យថាយ៉ាងម៉េចទៅតែមិនអីទេណែបងស្រីមកដល់ពេលនេះទៅហើយណាបងនៅរងចាំស្នេហ៍ព្រះបុត្រាទៀតមែនទេខ្ញុំថាបងគួរតែបដូរចិត្តទៅអ្នកក្របានព្រោះបុត្រាមានតែក្នុងរឿងព្រេងទេមែនហើយបើមើលប្រុសក្នុងភូមិនាងមុខជាចាស់ជ្រីវជ្រួញរស់នៅម្នាក់ឯងឯកោរហូតដល់ស្លាប់មិនខានទេគួរតែយកប្តីគេដែរទៅមិនអីទេបើបងរស់នៅម្នាក់ឯងចាំខ្ញុំជួយចិញ្ចឹមបងចោះតែបងកុំខឹងខ្ញុំអីណាខ្ញុំនឹងមិនអាចមើលថែបងបានដិតដល់ទេមិនអីទេបងអរគុណឯងហើយណាអើយតើបងកុំខាត់ពេលនៅទីនេះអីនិយាយចំអកហើយនោះពួកគេក៏បានដើរចេញទៅប្អូនអីប្អូនដូចជាខុសពីមុនឆ្ងាញ់ណាស់នាងមានមិនតាន់មានគឺចំណែកនាងបានក៏បានសេចក្តីសុខតែក្តីសុខនេះដូចជាមិនស្ថិតស្ថេរទេនៅផ្ទះនេះចយបងទៅតែមកពីណានឹងនេះបងស្វឹងទៀតហើយមែនទេចុះបើស្វឹងទៅវាយ៉ាងម៉េចថយចេញកុំមកពាំងផ្លូវយើងកុំតន់ចូលផ្ទះនិយាយគ្នាឲ្យដឹងរឿងសិនទៅហុញណាស់វើយតិចវាយបែកមាត់ឥឡូវហ្នឹងណែគ្រួសារខ្ញុំមិនដែលមានអ្នកណានិយាយស្ដីមិនព្រោះដាក់ខ្ញុំបែបនេះទេណាអ្នកសន្យាថាល្អនឹងខ្ញុំឥឡូវមិនក៏ប្រមក្រថ្ងៃយ៉ាងនេះគ្រួសារដែលជួយចាំនោះមែនទេនាងជាកូនកំព្រាតាដុំចាំសោះគេស្រឡាញ់ដល់ម្លឹងអីវាមិនខ្មេះទេមែនគាត់ជាតានឹងយាយចិញ្ចឹមនិងជាបងស្រីចិញ្ចឹមតែពួកគាត់ទុកខ្ញុំជាសាច់ញាតិបង្កើតណាដឹងផងទៅចុះបើអញ្ចឹងមិនទៅនៅជាមួយបងស្រីមិនរត់មកតាមយើងដែលជាពោះម៉ាយប្រមឹកនោះព្រោះតែស្រឡាញ់និងគិតថាជាបរិះល្អអ្នកណាទៅដឹងថាគ្មានបានការបែបនេះទៅវិញនោះចង់មើងងាយយើងមែនទេមកនេះយើងវាយនាងឯងឲ្យហើមមុខម្ដងមើលនេះណាអូយឈឺណាស់អើយឈឺណាស់អាប្រុសឆ្កួននៅជេរទៀតមែនទេមាត់ក្រាន់បើណាស់នេះណាអូយឈប់ទៅនាងបានមានប្តីម្នាក់នេះរស់មិនបានសុខទេចុះនាងមានវិញនោះនៅក្នុងភូមិបើពិតព្រះបុត្រា
ទ្រង់នឹងជ្រើសរើសព្រះជាយាដោយរបៀបណាទៅក្រោមទូលលោកមេភូមិសូមលោកអញ្ជើញនារីណាដែលគិតតែខ្លួនឯងគ្មានចំណុចអាក្រក់ចូលមកបើអ្នកណាហ៊ានចូលមកនឹងគ្មានចំណុចខ្វះខាតនោះអ្នកនោះនឹងក្លាយជាព្រះជាយាយើងជាមិនខានព្រះបុត្រាក្នុងភូមិនេះនារីសុទ្ធតែស្អាតហើយល្អចុះបើបែបនោះមានន័យតែទ្រង់នឹងជ្រើសរើសយកទាំងអស់មែនទេក្រោមទូលគឺពិតមែនហើយតែលោកក៏មើលងាយកញ្ចក់ទឹកយើងណាអ្នកណាក៏មិនអាចលាក់បាំងចំណុចអាក្រក់ខ្លួនឯងបានដែរអញ្ចឹងមានន័យថាអ្នកដែលមានចំណុចអាក្រក់មិនថារាងកាយឬចរិតរឹកពៀកញ្ចក់ទឹកនឹងបង្ហាញទាំងអស់មែនទេក្រោមទូលគឺពិតជាអញ្ចឹងហើយ ថ្ងៃនោះមេភូមិបានប្រកាសឲ្យនារីស្អាតទាំងអស់ចូលមកតែថាពិតជាមានរឿងដ៏ភ្ញាក់ផ្អើលមួយពុំមានអ្នកណាម្នាក់ចង់ខ្លាយជាព្រះជាយាទេព្រះអង្គមកដល់ពេលនេះមិនទាន់មានអ្នកណាម្នាក់ហ៊ានចូលមកគាល់ទ្រង់ទេក្រោបទូលតែព្រោះតែមូលហេតុអីទៅពីព្រោះពួកគេបាននិយាយថាពួកគេពិតជាខ្លាចរងក្តីអាម៉ាស់ណាស់បើសិនជាកញ្ចក់ទឹកបង្ហាញចំណុចអាក្រក់របស់ពួកគេនោះមើលទៅភូមិនេះគ្មាននារីល្អទេបានបើអញ្ចឹងយើងនឹងយាងទៅនគរវិញចុះជួនគ្នានោះនាងមានក៏បានដើរចូលមកជាមួយនឹងភាពក្លាហានផងដែរសូមក្រាបថ្វាយបង្គំព្រះបុត្រាជំរាបសួរលោកមេភូមិក្មួយមានតើក្មួយចង់សាកល្បងឆ្លោះកញ្ចក់មែនទេចាលោកពូតើក្មួយមិនខ្លាចលេចចេញនៅចំណុចអាក្រក់នាំក្តីអាម៉ាស់ដល់ខ្លួនឯងទេមែនទេក្មួយខ្ញុំមិនខ្លាចទេលោកពូតើនាងអាចប្រាប់យើងបានទេថាហេតុអីបានជានាងហ៊ានបង្ហាញចំណុចខ្សោយរបស់ខ្លួនឯងនៅក្នុងកញ្ចក់យ៉ាងនេះពីព្រោះគ្មាននរណាម្នាក់ល្អឥតខ្ចោះទេម្យ៉ាងខ្ញុំក៏មិនខ្លាចក្នុងការបង្ហាញចំណុចខ្សោយរបស់ខ្លួនឯងដែរមនុស្សត្រូវមានទំនួលខុសត្រូវពិតជាក្លាហានមែនក្មួយមានមនុស្សបើមានចំណុចល្អក៏រក្សាទុកបើមានចំណុចមិនល្អក៏ព្រមកែរហូតបើគិតថាមិនតាន់ល្អក៏ត្រូវតែកែដែរបើអញ្ចឹងយើងសូមប្រាប់នាងទៅចុះកញ្ចក់នេះនឹងបង្ហាញពីចំណុចអាក្រក់របស់នាងចេញមកទាំងអស់តែមានតែប៉ុណ្្នឹងទេមែនទេនៅមិនតាន់អស់ទេកញ្ចក់ទិព្វនេះនឹងធ្វើឲ្យមានមុខរលេះរលួយបើសិនជានាងមានចំណុចខ្វះខាតនោះសូមនាងគិតឲ្យបានច្បាស់ណាខ្ញុំម្ចាស់ត្រៀមរួចហើយខ្ញុំម្ចាស់មិនខ្លាចទេបើសិនជានាងត្រៀមហើយនាងសាកមើលចុះក្មួយពូគិតថាកំសាកអីគ្រោះថ្នាក់ណាស់មិនអីទេលោកពូបើត្រូវគ្រោះថ្នាក់ក៏ខ្ញុំសុខចិត្តដែរពូកុំបារម្ភអីណានាងមានប៉ັດជាឆ្លោះកញ្ចក់ទឹកមែនតែថានាងគ្មានកាត់អ្វីបន្តិចនោះទេក្មួយមានក្មួយមិនកើតអីទេក្មួយមានវាសនាល្អណាស់នាងពិតជាក្លាហានណាស់យើងសួរនាងតែនាងពិតជាមិនខ្លាចសំបីតែបន្តិចមែនទេប៉ាត់ហើយព្រោះខ្ញុំម្ចាស់មិនជឿថាមានរបស់អាចឆ្លោះខែងចំណុចខ្វះខាតនិងធ្វើឲ្យរាងកាយរលេះរលួយឡើយតើមានន័យថាម៉េចទៅព្រោះគ្រាន់តែចង់សាកថាមាននារីណាហ៊ានប្រឈមមុខនឹងការពិតឬក៏អត់តែប៉ុណ្ណោះទេតាមពិតគឺបែបនោះសោះទូលបង្គំយល់ហើយក្រាបទូលអ្នកនាងជាអ្នកឆ្លាតហើយមានចំណេះនិងក្លាហានទៀតផងតបតាមសន្យាអ្នកនាងនឹងក្លាយជាព្រះជាយាយើងនៅក្នុងពេលនេះហើយសូមអរព្រះគុណព្រះបុត្រាទីបំផុតភូមិនេះមានមនុស្សក្លាយជាព្រះជាយាហើយភូមិនេះពិតជាមានកិត្តិយសខ្លាំងណាស់គ្រានោះព្រះបុត្រាបាននាំនាងមានយាងទៅកាន់ព្រះនគរលុះដល់កន្លែងមួយនោះនាងមានក៏បានសម្គាល់ឃើញរឿងមួយព្រះបុត្រាខ្ញុំម្ចាស់សុំទៅមើលរឿងមួយសិនណាព្រះពរយើងទៅចុះប្រយ័ត្នផងណានៅចេះមកទៅណែហាអ្នកស្វឹងទៀតហើយរួចចោះស្រីនោះជាអ្នកណាគេទៅនាងជាសង្សាររបស់យើងតើយ៉ាងម៉េច
អ្នកអាក្រក់ណាស់អ្នកមិនសមណាស្វឹងហើយក្បត់ខ្ញុំបែបនេះទេស្រីស្អីនេះចាំជេររំខានក្តីសក់គេណាថយចេញទៅស្រីថោកទាបខ្លាំងណាស់ណោមកនេះមកយើងនឹងបដៅនាងចាញ់អើយមិនខ្លាចទេចូលមកនាងមាននឹងនាងតន់វីតបគ្នាទៅវិញទៅមកមិនឈប់នោះទេមើលចាស់ម្នាក់ឡើងមានរបួសពេញខ្លួនទៅហើយបានហើយធុញណាស់វើយនាងមានក៏បានដើរចូលមកបងស្រីកាត់អីហ្នឹងមិនក៏វាតបគ្នាកណ្ដាលផ្លូវអញ្ចឹងគ្មានពាក់ព័ន្ធនឹងបងទេយ៉ាងម៉េចបងចង់មកបដៅខ្ញុំទៀតហើយមែនទេបងគ្មានប្តីផងមករោបដៅអីប៉ាថោនៅគឺជាស្រីគ្មានប្តីតើស្អាតដែរតែអភ័ព្វពេកណាអូយឈឺមាត់បងស្រីកុំចូលប្រកបត់ប្រមឹកបែបនេះអីណាឯមុខជារស់នៅមិនបានសុខទេណាដឹងទេយ៉ាងណាក៏ខ្ញុំមានប្តីដែរមិនដូចជាបងទេគ្មានអ្នកយោនោះតើបងមកបដៅស្អីដែរទៅបងថយចេញទៅបងចង់ឲ្យអញល្អទេណាកុំរស់នៅវេទនាជាមួយបរិះនេះអីមិនឃើញថាគេបានក្បត់ឯងទេមែនទេក្បត់ក៏ក្បត់ទៅយ៉ាងម៉េចបងចង់ឲ្យខ្ញុំគ្មានប្តីដូចជាបងមែនទេមួយម៉ាត់ណាក៏ហៅប្អូនទៅមួយម៉ាត់ណាក៏មិនឲ្យយកយើងយ៉ាងម៉េចខ្លាចគេមិននៅព្រឺដូចជានាងមែនទេតិចដាក់មកដៃឥឡូវនឹងព្រះបុត្រីហេតុថាបារម្ភក៏បានយាងចូលមកតើអ្នកណាហ៊ានវាយព្រះជាយារបស់យើងថាម៉េចព្រះជាយាមែនទេបងស្រីតើបងជាព្រះជាយាមែនទេតោះអូនកុំរវល់ជាមួយពួកគេអីពួកគេមិនស័ក្តិសមនឹងអូនបន្ទាបប្រកាយជាមួយនោះទេណាតែនេះជាប្អូនស្រីខ្ញុំម្ចាស់ណាព្រះប៉ោបងស្រីតាមពិតបងជាមនុស្សឆ្លាតជាមនុស្សពូកែកន្លងមកហត់ដែលបងមិនយកប្រុសណានោះព្រោះបងមើលឃើញថាហាក់គ្មានអ្នកណាល្អមែនទេចំណែកខ្ញុំចង់បានប្តីលឿនពេកក៏រើខនាងនិយាយទៅផ្ដាស់យើងនេះជាប្រុសល្អណាស់ណាតែជាមួយបងតៃណែកុំចូលបរោះនេះអីអត់ទេខ្ញុំខ្មាស់បងណាស់បែបនោះពេលនោះនាងបានក៏បានធាក់នីចយធ្លាក់ទៅក្នុងទឹកដែលកំពុងហូរពេញមួយទំហឹងអូយជួយផងខ្ញុំមិនចេះហែលទឹកទេបងអើយនាងធ្វើអីហ្នឹងណាគឺធាក់នាងនឹងហើយនេះណែនាងតន់ដូចគ្នាគ្រានោះនាងបានក៏បានធាក់នាងតន់ធ្លាក់ចូលទឹកហូរបណ្ដាលឲ្យទឹកគួចទៅឆ្ងាយដូចគ្នាអើយជួយផងទឹកនេះជ្រៅណាស់ហើយក៏ហូរខ្លាំងទៀតពួកគេនឹងស្លាប់បានណានេះអូនមានទោសសម្រាប់មនុស្សហើយណាខ្ញុំមិនខ្លាចទេព្រោះខ្ញុំក៏មិនរស់ដែរឯងនិយាយអីហ្នឹងនាងបានដូចគ្នានាងក៏បានហក់ចូលទៅក្នុងទឹកនោះបណ្ដាលឲ្យទឹកហូរគួចនាងយកទៅឆ្ងាយបាត់ទៅប៉ោនស្រីកុំពិបាកប្រតិអីចាំបងចាត់ទាហានឲ្យតាមរកគេមកវិញចុះព្រះប៉ោសូមអរព្រគុណណាស់ការសម្រេចចិត្តមិនច្បាស់លាស់អាចធ្វើឲ្យយើងពិបាកហេតុនេះគួរតែប្រើចំណេះនិងចំណាយពេលឲ្យបានច្រើនបន្តិចនិងអាចជួបរឿងសំបំណងក្នុងជីវិត